វាជាពេលរសៀលនៅក្នុងភូមិជនបទមួយនៅក្នុងប្រទេសចិននាសតវត្សទី13កសិករក្នុងស្រុកម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចម្ការនិងមានរបួសដែលស្នាមរបួសនោះគឺដោយសារកណ្ដៀវច្រូតស្រូវជាច្រើនកន្លែងនៅទីនោះមិនមានសាក្សីហើយគ្មានស្នាមដៃហើយក៏គ្មាន DNA បញ្ជាក់អ្វីដែរមន្ត្រីនៅក្នុងតំបន់ព្យាយាមស្វែងរកឃាតករនិងដាក់ការសង្ស័យទៅលើជនជាប់ចោទតែហាក់ដូចជាមិនបានសាច់ការសោះប៉ុន្តែបន្ទាប់មកបរិសម្នាក់ឈ្មោះសុងស៊ីមកដល់គាត់មិនពិនិត្យសាកសពឬឲ្យទម្ងន់ទៅលើការសារភាពនៅក្រោមការធ្វើទារុណកម្មរបស់ជនជាប់ចោទនោះទេផ្ទុយទៅវិញលោកបានបញ្ជាឲ្យបរិសគ្រប់រូបនៅក្នុងភូមិយកកណ្ដៀវច្រូតស្រូវរបស់ខ្លួនដាក់នៅទីវាលមួយក្រោមពន្លឺថ្ងៃដំបូងហាក់ដូចជាគ្មានអ្វីកើតឡើងនោះទេប៉ុន្តែមួយស្របក់ក្រោយមកមានសត្វរុយមួយក្បាលមកទុំនៅលើកណ្ដៀវមួយបន្ទាប់មក10ហើយបន្ទាប់មកក៏100ម្ចាស់កណ្ដៀវនោះចាប់ផ្ដើមភ័យញាប់ញ័រអ្វីត្បិតតែកំបិតកណ្ដៀវនោះមើលទៅស្អាតក៏ដោយក៏ប៉ុន្តែសត្វរុយអាចធុំក្លិនដាននៃឈាមនិងជាលិកាដែលមើលមិនឃើញដោយភ្នែកមនុស្សឃាតករក៏បានសារភាពនៅនឹងកន្លែងនេះមិនមែនជាឈុតនៅក្នុងភាពយន្តទេប៉ុន្តែនេះគឺជារឿងពិតដែលបានកើតឡើងនៅក្នុងឆ្នាំ1247នៃគ្រិស្តសករាជជួបជាមួយនឹងសុងស៊ីបុរសដែលបង្កើតវិទ្យាសាស្ត្រកុសលវិច័យកាលពី600ឆ្នាំមុន Sherlock Holmes ដែលជារឿងប្រឌិតនិងនិពន្ធដោយជនជាតិអង់គ្លេសសុងស៊ីមិនមែនជាអ្នកស៊ើបអង្កេតទេគាត់គឺជាមន្ត្រីកាត់ក្តីជាន់ខ្ពស់មួយរូបនៅក្នុងរាជវង្សសុងខាងត្បូងនៅក្នុងសម័យនោះករណីភាគច្រើនត្រូវបានដោះស្រាយដោយការធ្វើទារុណកម្មជនសង្ស័យរហូតដល់ពួកគេសារភាពដូចដែលអ្នកអាចស្រមៃបានគឺនាំឲ្យមានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិតឬក៏ត្រូវប្រហារជីវិតសុងស៊ីស្អប់រឿងនេះណាស់គាត់ជឿថាមនុស្សស្លាប់មានរឿងចង់ប្រាប់ហើយប្រសិនបើចៅក្រមឆ្លាតគ្រប់គ្រាន់នោះសាកសពមិនដែលនិយាយកុហកនោះទេនៅក្នុងឆ្នាំ1247គាត់បានចងក្រងនិងបោះពុម្ពពីការងារនៅក្នុងជីវិតរបស់គាត់ដែលគេឲ្យឈ្មោះថា The Washing Wrong ឬជាភាសាចិនហៅថាស៊ីយឿនជីលូវាគឺជារូបមន្តជាប្រព័ន្ធដំបូងគេបង្អស់របស់ពិភពលោកខាងផ្នែកកុសលវិច័យនៅក្នុងពេលនោះអឺរ៉ុបនៅប្រើ trial by ordeal នៅឡើយទេដែលនោះគឺជាការអនុវត្តច្បាប់ដែលជនជាប់ចោទត្រូវឆ្លងកាត់នៅការធ្វើតេស្តដ៏គ្រោះថ្នាក់និងឈឺចាប់ដូចជាការកាន់ដៃក្តៅឬត្រូវបោះចូលទៅក្នុងទឹកឲ្យអណ្ដែតដើម្បីកំណត់ពីសុចរិតភាពនៃទោសកំហុសខណៈពេលដែលសុងស៊ីប្រើវិទ្យាសាស្ត្រទៅហើយស្រមៃមើលរាងកាយដែលល្អឥតខ្ចោះប៉ុន្តែអ្នកសង្ស័យថាគេត្រូវបានវាយរហូតដល់ស្លាប់សុងស៊ីមានវិធីសម្រាប់រឿងនេះគាត់នឹងប្រើឆ័ត្រក្រដាសពណ៌ក្រហមដោយកាន់ឆ័ត្រនៅលើរាងកាយក្នុងពន្លឺថ្ងៃភ្លឺហើយពន្លឺពណ៌ក្រហមដែលចាំងពីឆ័ត្រនឹងដើរតួជាដូចជាពន្លឺកាំរស្មី UV ទំនើបដែលបង្ហាញពីការហូរឈាមនៅខាងក្នុងនិងស្នាមជាំជាលិកាជ្រៅដែលមើលមិនឃើញដោយភ្នែកទទេបន្ទាប់មកមានការធ្វើតេស្តនៅម្ជុលប្រាក់ដើម្បីរកនៅសារធាតុអាស៊ីនិកដែលវាជាអាវុធដ៏ពេញនិយមនៅរបស់ឃាតករនៅសម័យនោះសុងស៊ីនឹងបញ្ចូលម្ជុលប្រាក់ទៅក្នុងបំពង់ករបស់ជនរងគ្រោះប្រសិនបើវាចេញពណ៌ខ្មៅនោះវាបញ្ជាក់ពីវត្តមានរបស់ថ្នាំពុលសុងស៊ីគឺជាបិតានៃផ្នែកកុសលវិច័យផងដែរគាត់បានដឹងពីវដ្តជីវិតរបស់ដង្កូវនិងរុយដែលអាចប្រាប់អ្នកបានយ៉ាងច្បាស់ថាមនុស្សម្នាក់ស្លាប់នៅពេលណានេះគឺជាសសរស្តម្ភស្នូលនៃ CSI ទំនើបនាពេលបច្ចុប្បន្ននេះប៉ុន្តែសុងស៊ីកំពុងចងក្រងឯកសារនេះខណៈពេលដែលពិភពលោកនៅមិនទាន់យល់នៅឡើយនៃវិទ្យាសាស្ត្រនេះនាសម័យនោះការរួមចំណែកដ៏ធំបំផុតរបស់សុងស៊ីនាសម័យនោះគឺការបង្រៀនអ្នកកាត់ក្តីអំពីរបៀបប្រាប់ពីភាពខុសគ្នារវាងឃាតកម្មដែលត្រូវបានរៀបចំឡើងឲ្យដូចជាការធ្វើអត្តឃាតនិងរឿងពិតលោកបានចង្អុលបង្ហាញថាបើមនុស្សម្នាក់ត្រូវភ្លើងឆេះស្លាប់នោះនឹងមានផេះនៅក្នុងមាត់និងសួតព្រោះពួកគេកំពុងដកដង្ហើមបើសួតស្អាតពួកគេបានស្លាប់មុនពេលដែលភ្លើងឆេះគាត់ក៏បានសិក្សាពីទិសដៅនៃស្នាមរបួសដោយកាំបិតផងដែរគាត់បានបង្ហាញពីភាពល្បីល្បាញមួយថាបុរសម្នាក់ដែលប្រើប្រាស់នៅដៃស្ដាំមិនអាចសម្លាប់ខ្លួនឯងដោយការធ្វើអត្តឃាតដោយកាំបិតបាននោះទេអស់រយៈពេលជាង700ឆ្នាំមកហើយដែលសៀវភៅ The Washing Wrong គឺជាគម្ពីរសម្រាប់អ្នកស៊ើបអង្កេតជនជាតិចិនវាត្រូវបានធ្វើបច្ចុប្បន្នភាពនិងបានបកប្រែទៅជាច្រើនភាសាហើយនៅទីបំផុតបានទៅដល់អឺរ៉ុបនៅក្នុងទសវត្សរ៍ឆ្នាំ1800ដែលជះឥទ្ធិពលដល់មូលដ្ឋានគ្រឹះនៃឱសថទំនើបសុងស៊ីមិនមានមន្ទីរពិសោធន៍គាត់មិនមានកុំព្យូទ័រគាត់មានចិត្តល្អនិងគោរពយ៉ាងជ្រាលជ្រៅចំពោះជីវិតមនុស្សជាពិសេសគឺមនុស្សដែលបានស្លាប់គាត់ជឿជាក់ថាការបរាជ័យទៅលើការប្រាប់ពីអ្វីដែលមនុស្សស្លាប់ចង់និយាយគឺជាអំពើបាបដ៏ធំបំផុតដែលចៅក្រមអាចនឹងប្រព្រឹត្តបានដូច្នេះលើក្រោយនៅពេលដែលអ្នកទស្សនាកម្មវិធីរបស់ CSI ឬក៏ Mindhunter សូមអ្នកចាំថាអ្នកស៊ើបអង្កេតដំបូងបំផុតគឺនៅក្នុងរាជវង្សសុងដែលសូម្បីតែសត្វរុយដ៏តូចមួយក៏អាចនាំនៅឃាតករមកកាត់ក្តីបានដែរ